សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំបាទទៀតហើយ Austin Studio ពេលដែលយើងបន្តសាច់រឿងរបស់យើងទៀតភាគ2ដែលជាភាគបន្តយាយឈិនខឹងយ៉ាងខ្លាំងហើយគេចង់សួរទៅវាយគូឆាងតែម្ដងឈូឈនគេក៏បានប្រាប់ឲ្យគូរបស់ឯងមិនមែនអ្នកប្រុសគូទេគឺយើងគូឆាងគាត់ក៏បានគិតថាត្រឹមតែឈូឈនមិនអាចបញ្ឈប់យាយឈិនបានឡើយព្រោះគេជាតួឯកតួអង្គសំណចិត្តរបស់អ្នកនិពន្ធតាមទេពកោសល្យហត្ថសោររបស់យាយឈិនមិនយូរទេគេនឹងក្លាយជាអ្នកខ្លាំងហើយមកសងសឹកគាត់វិញជាមិនខាននៅថ្ងៃណាមួយហើយបើមានថ្ងៃនោះមែនថ្ងៃនោះឯងជាថ្ងៃអវសានរបស់គូឆាងហើយគាត់ក៏បាននិយាយទៀតថាគាត់នឹងមិនអោយថ្ងៃនោះកើតឡើងជាដាច់ខាតរួចហើយគូឆាងក៏បានស្ទុះយ៉ាងលឿនទៅរកយាយឈិនអ្នកគ្រប់គ្នាមានការបាត់ភ័យយ៉ាងខ្លាំងលើកលែងតែយាយឈិនហើយយាយឈិនក៏បាននិយាយទៅកាន់គូឆាងថាយើងមិនខ្លាចឯងទេពេលនៅគូឆាងគេក៏បានជះអតិពលចំហាយយ៉ាងខ្លាំងទៅកាន់យាយឈិនធ្វើយាយឈិនគេទ្រាំសង្កែមិនបានពេលឃើញនៅកម្លាំងយុទ្ធសាស្ត្រដ៏ខ្លាំងរបស់គូឆាងហើយលោកវិបៈថៃឈូក៏បានគិតថាក្តាច់ខាតគាត់ទៅធ្វើជាមិត្តរបស់គូឆាងមិនអាចធ្វើជាសត្រូវបានឡើយភ្លាមនោះ system ក៏បានបូកបន្ទុកវាសនាឲ្យគូឆាងរបស់យើង50តែម្ដងតែបើមកពីការដកបន្ទុកសំណាងចំនួន10របស់យាយឈិនដោយសារតែគូឆាងបានធ្វើយាយឈិនអាម៉ាស់មុខជាខ្លាំងដូចត្រូវមួយកំភ្លេងកណ្ដាលមុខអញ្ចឹងអត់ដៃដែរពេចប្រាប់អ្នកនរគ្នាគូឆាងរបស់យើងគឺគាត់មានបន្ទុកពីរប្រភេទបន្ទុកវាសនានិងបន្ទុកសំណាងដែលខុសពីតួអង្គទូទៅធម្មតានៅក្នុងរឿងនេះដែលមានតែបន្ទុកសំណាងអត់មានបន្ទុកវាសនាដូចតួឯកយើងទេតោះឥឡូវយើងតសាច់រឿងយើងទៀតគូឆាងគេក៏ទើបតែបានដឹងដែរថាបន្ទុកវាសនាអាចកើនឡើងបានហើយគាត់ក៏បានចូលទៅសួរ system តែម្ដងថាបើឥឡូវនេះគាត់សម្លាប់យាយឈិនតើបន្ទុកវាសនាវានឹងកើនឡើងប៉ុន្មាន system ក៏បានតបតួអង្គដែលមានបន្ទុកសំណាងខ្ពស់និងមានការការពារពីឋានសួគ៌ឧទាហរណ៍ដូចជាយាយឈិនដែលគេមានកំណត់សំណាងពណ៌បៃតងដែលខ្ពស់ខ្លាំងពីមនុស្សទូទៅដែលភាគច្រើនគឺមានពណ៌ក្រហមទោះបីជាមិនមានតួលេខជាក់លាក់ថាវាច្រើនប៉ុណ្ណាប៉ុន្តែយើងដឹងត្រឹមតែថាវាច្រើនបន្ទាប់ពីស្ដាប់ការបកស្រាយរបស់ system រួចមកគូឆាងគាត់ក៏បានយល់ភ្លាមថាទោះបីជាពេលនេះក៏បានអាចសម្លាប់យាយឈិនបានភ្លាមក៏ដោយសារតែយាយឈិនគេនៅមានបន្ទុកសំណាងច្រើនតែពេលដែលគាត់ធ្វើឲ្យយាយឈិនអស់បន្ទុកសំណាងហើយគាត់ប្រកាសជាអាចចាត់ការយាយឈិនបានជាមិនខាននៅពេលនោះ system ក៏បានតបលោកស្មានត្រូវហើយតួឯកដែលអស់នៅកម្រិតសំណាងលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងស័ក្តិសមជាតួឯកទៀតហើយនៅពេលដែលឃើញគូឆាងរបស់យើងខ្លាំងបែបនេះព្រឹទ្ធាចារ្យនៅក្នុងបាក់ព្រមទាំងលោកថៃឈូបានសរសើរគូឆាងរបស់យើងគ្រប់គ្នាប៉ុន្តែគូឆាងគេក៏បានដាក់ខ្លួនហើយក៏បានប្រាប់ថាមិនហ៊ានទទួលទេជិតពេលដែលគូឆាងកំពុងភ្លេចខ្លួនយាយឈិនគេក៏បានជួយឱកាសវាយប្រហារគូឆាងក៏ប៉ុន្តែគេមិនអាចធ្វើអ្វីគូឆាងបានឡើយអ្នកគ្រប់គ្នាពេលឃើញយាយឈិនបែបនេះហើយមិនអាណិតទេប៉ុន្តែស្ដីបន្ទោសឲ្យថែមព្រោះគូខំមានក្តីមេត្តាចំពោះឯងប៉ុន្តែបែរជាឯងថោកទាបវាយប្រហារគេទៅវិញប្រសិនបើអ្នកប្រុសគូចង់ស្លាប់ឯងគឺងាយដូចជាញឹកច្រមុះអីចឹងឯនេះពិតជាធ្វើឲ្យបាក់តែមូលអាម៉ាស់មុខមែននៅពេលដែលចាត់ការយាយឈិនហើយគូឆាងគេក៏បានទៅបបួលស៊ូឈីងកើដើម្បីមើលប្រចាំពេញវងយប់នេះដើម្បីបញ្ឈឺចិត្តយាយឈិននៅចំពោះមុខគេតែម្ដងស៊ូឈីងកើនាងមិនចង់ប៉ុន្មានទេប៉ុន្តែដើម្បីកុំឲ្យមានរឿងនាងក៏យល់ព្រមយាយឈិនដែលកំពុងតែឈឺកាយស្រាប់ពេលឮថាស៊ូឈីងកើមនុស្សដែលគេស្រឡាញ់យល់ព្រមទៅមើលព្រះច័ន្ទពេញវងជាមួយគូឆាងដូចនេះធ្វើឲ្យគេក្អួតឈាមតែម្ដងមិនដែរឈឺហ៎នៅពេលនោះបន្ទុកស្នារបស់យាយឈិនបានដកចំនួន100ហើយបានបូកបន្ទុកវាសនាឲ្យគូឆាងចំនួន500មូលហេតុដែលបូកអ្នកឲ្យគ្នាកាត់ខ្លួនឯងថាមកពីអីហើយគូឆាងគាត់ក៏បាននិយាយទៀតថាតាមការអានរឿងរបស់គាត់ក៏ស្មានតួឯកនឹងខ្លាំងតាមពិតទៅគ្រាន់តែជាបំពង់បន្ទុករបស់គាត់